កូនជាទីស្រឡាញ់ពេលដែលយើងកើតទុក្ខកើតការមិនសប្បាយចិត្តឬមានបញ្ហាជីវិតកើតឡើងវិធីដោះស្រាយដែលល្អជាទីបំផុតហើយចាំបាច់ត្រូវឲ្យសម្រេចជាដំបូងគឺការទូលមានចិត្តយើងត្រូវទូលមានចិត្តឲ្យបានល្អជាមុនទៅបន្តការដោះស្រាយបញ្ហាផ្សេងៗបានទៅតាមក្រោយរឿងខ្លះគ្រាន់តែទូលមានចិត្តបានប៉ុណ្ណឹងគ្រប់រឿងក៏បញ្ចប់ហើយស្រេចបើយើងមិនទូលមានចិត្តជាមុនទេរួចហើយមកដោះស្រាយបញ្ហាវាអាចធ្វើឲ្យរត់ទៅលំបាកព្រោះថាបើយើងមិនបានទូលមានចិត្តទេនោះយើងត្រូវដោះស្រាយបញ្ហាដោយលោភៈទោសៈមោហៈឬដោយកាយទុច្ចរិតវិជ័យទុច្ចរិតមនោទុច្ចរិតជាពិតប្រាកដណាស់វិធីទូលមានចិត្តគឺក៏បីតាំងសតិឲ្យបានល្អរំសាយនៅភាពមូមងក្នុងចិត្តពិចារណាទៅតាមការពិតឲ្យបានល្អិតល្អន់ពិនិត្យផ្សារចុះផ្សារឡើងរឿងដែលកើតឡើងមើលឲ្យឃើញជាការពិតទៅរឿងឬបញ្ហាដែលកើតឡើងនោះវាកើតឡើងដល់យើងតែម្នាក់ឯងឬក៏ដល់អ្នកដទៃផងដែរគិតមើលឃើញអ្នកដទៃខ្លះក៏គេមានបញ្ហាធំដុំខ្លាំងជាងយើងទៅទៀតហើយរឿងបែបនេះវាជារឿងប្រក្រតីធម្មតាគ្រប់ជីវិតមែនឬមិនមែនបើយើងគិតទៀងទាត់ចារណាសពគ្រប់ឃើញច្បាស់តាមចតិរបស់សង្ខារឃើញថាវាជារឿងក្នុងលោកនិងជារឿងរបស់លោកដូចនេះឈ្មោះថាយើងមើលឃើញសេចក្តីពិតមានហេតុផលបរមត្តត្រឹមត្រូវលុះដល់យើងបានជួបសេចក្តីពិតដោយខ្លួនឯងហើយក៏នឹងចូលដល់ការទូលមានចិត្តបានហើយលទ្ធផលរឿងធំក៏คล้ายទៅជារឿងតូចចំណែករឿងតូចក៏คล้ายទៅជាអត់មានរឿងអីហើយយើងក៏បានសប្បាយចិត្តព្រោះអាចដោះស្រាយបញ្ហាបានដោយគំនិតនិងសតិបញ្ញារបស់ខ្លួន